បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទស្សនិកជនមហាជនជាទីគោរពនៅក្នុងថ្ងៃនេះផងដែរជួបជាមួយខ្ញុំបាទ Mr. IC Channel យើងខ្ញុំសំណូមអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងរឿងរ៉ាវបាទតាក់ទងជាមួយនឹងបរិម្នាក់មិនបានថាគាត់នឹងបានប្រព្រឹត្តរឿងរ៉ាវអីទេបាទត្រូវបានរបួសធ្ងន់ហើយចូលសម្រាកនៅក្នុងមន្ទីរពេទ្យបាទក្រោយពេលដែលគាត់មានសុខភាពធម្មតាបន្តិចបាទខាងសមត្ថកិច្ចនឹងចាប់បញ្ជូនគាត់ញាត់គុកតែម្ដងបាទអញ្ចឹងយើងឃើញហើយបរិម្នាក់នេះគឺជាបរិជនជាតិសង្ហបុរីបាទដូច្នេះសូមតាមដានជាមួយខ្ញុំបាទជាបន្តហេតុការណ៍នេះកើតឡើងនៅរាជធានីភ្នំពេញសេចក្តីរាយការណ៍បានឲ្យដឹងផងដែរថាគិតមកទល់ព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2017នេះបាទជនជាតិសង្ហបុរីដែលជាប់ពីបទឆបោកប្រាក់ចំនួន$3លានសហរដ្ឋអាមេរិកបាទហើយដួលសន្លប់នៅមុខបន្ទប់ចៅក្រមនោះបាទគឺគាត់កំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតនៅឡើយបើទោះបីជាយ៉ាងណាសមត្ថកិច្ចក៏មិនបានទៅណាដែរគឺនៅរងចាំបរិសង្ហបុរីរូបនេះធូរស្បើយឡើងវិញនិងបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរតែម្ដងបាទក្រោយពីតុលាការចេញដីកាបាទឃុំខ្លួនរួចមកបាទអញ្ចឹងយើងឃើញថាបរិសង្ហបុរីដួលសន្លប់នៅមុខបន្ទប់ចៅក្រមហ្នឹងដោយសារតែគាត់ហ្នឹងគឺសមត្ថកិច្ចបានធ្វើការបដិងបាទសូមអធិស្ឋានសម្រាប់ខាងតុលាការនឹងធ្វើការសម្រេចដាក់ផ្ដន្ទាទោសដាក់ពន្ធនាគារទើបធ្វើឲ្យគាត់រន្ធត់ចិត្តបាទនឹងសន្លប់ស្ដោកស្ដឹងតែម្ដងដោយសារតែមានការភ័យបាទដោយសារតែគាត់នឹងគឺបានបោកប្រាស់ឲ្យលុយរបស់គេគឺចំនួនទឹកប្រាក់បាទ$3លានបាទគូបញ្ជាក់ផងដែរថាបរិសជនជាតិសង្ហបុរីខាងលើពាក់ព័ន្ធទៅនឹងករណីឆបោកប្រាក់ចំនួន$3លានបាទអាមេរិកបាទបានកាំងបេះដូងដួលសន្លប់នៅមុខបន្ទប់លោកចៅក្រមពេលដែលរៀបចំឯកសារសួរនាំចម្លើយបាទបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី26បាទខែមិថុនាឆ្នាំ2017ម្សិលមិញបាទជនសង្ស័យមានឈ្មោះថាអេនអ្វីបាទខីអុងបាទមានអាយុ34ឆ្នាំដែលជានាយកគ្រប់គ្រងបច្ចេកទេសឲ្យក្រុមហ៊ុនបាទ CQ Corp Media Cambodia បាទ Co Ltd បាទត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីប្រឡប់ថ្ងៃទី23ខែមិថុនាឆ្នាំ2017នៅប្រលានយន្តហោះអន្តរជាតិតាមបណ្ដឹងរបស់មេធាវីការពារឲ្យអនិច្ចជនបាទជាង100នាក់បាទរបស់ក្រុមហ៊ុនបាទ Security Cambodia បាទ Co Ltd នឹងបាទក្រោយពេលដែលធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះថា NV បាទត្រូវបានសមត្ថកិច្ចនាំទៅកាន់សាលាដំបងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី25ខែមិថុនាដែលសំណុំរឿងនេះបានស្ថិតនៅក្នុងដៃលោកហ៊ីងប៊ុនថនបាទព្រះរាជអាជ្ញារងធ្វើការសាកសួរក្រោយពេលដែលបញ្ចប់ការសាកសួរបាទនៅល្ងាចថ្ងៃដដែលនោះផងដែរតំណាងអាស៊ីកាបាទប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចធ្វើការគ្រប់គ្រងវិញបាទលុះថ្ងៃទី26ខែមិថុនាបាទនាំមកអាសាសួរបន្តទៀតបាទនឹងរហូតដល់ថ្ងៃត្រង់តំណាងអាស៊ីកាក៏សម្រេចចោទប្រកាន់ជនសង្ស័យជាផ្លូវការពីបទឆបោកតាមមាត្រាលេខ377និង378នៃក្រមព្រហ្មទណ្ឌពេលតំណាងអាស៊ីកាចោទប្រកាន់ឲ្យសំណុំរឿងនេះបានចាត់បញ្ជូនទៅខាងចៅក្រមសម្រាប់គុំខ្លួនប៉ុន្តែគណៈពេលដែលលោកចៅក្រមកំពុងតែសាកសួរជនសង្ស័យក៏បានកាំងបេះដូងដួលសន្លប់ស្ដោកស្ដឹងហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតតែម្ដងបាទអញ្ចឹងយើងឃើញហើយអរ៉ូស៊ីត្រឹមត្រូវមិនគិតរោទេបែរជាបបោកប្រាស់លុយកាក់គេបាទហើយការបោកប្រាស់គឺមិនមែនតិចតួចទៀតបាទគឺចំនួន$3លានបាទ$3លានហើយយើងឃើញថាទឹកប្រាក់នេះពិតជាច្រើនមែនទែនបាទហើយបំរុងឡើងយន្តហោះរត់ចោលប្រទេសខ្មែរទៀតបោកបាន$3លានហើយនោះបាទក្រោយពេលដែលបោកបានគឺរត់មិនរួចឡើយគឺត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅឯបលានយន្តហោះបាទហើយយកមកកាត់ទោសទៅតាមផ្លូវច្បាប់បាទដល់ពេលកាត់ទោសដឹងថាខ្លួនឯងជាប់គុកក៏ធ្វើបាទក៏មានអាការៈបាទដួលសន្លប់តែម្ដងដែលឲ្យគេដឹកចូលទៅពេទ្យហ្នឹងបាទនេះគឺជារឿងរ៉ាវមួយបាទសុំរស់ស៊ីដោយយុត្តិធម៌ត្រឹមត្រូវកុំបោកប្រាស់កម្លាំងញើឈាមរបស់អ្នកដទៃបាទបើសិនជាបានលុយហ្នឹងទៅក៏រស់នៅមិនមានសេចក្តីសុខផងដែរដូច្នេះរឿងរ៉ាវមួយនេះខ្ញុំក៏សូមបញ្ចប់ត្រឹមនេះផងដែរសូមអរគុណច្រើនសូមជម្រាបលា